ជាខាងដើមខ្ញុំប្រកាសណាខ្ញុំបាទសូមនមស្ការចំពោះនៅប្រវត្តិមានភាពនៃព្រះតេជគុណព្រះបជាព្រមទាំងប្រកាសណាគ្រប់ព្រះអង្គដោយសេចក្តីគោរពបាទយ៉ាងណាមកបងsơ tất cả môn này Phật chương trình chi tiết các băng lễ vàng công đại trùng tu ngôi chánh điện chùa Promisal sáng ngày 23 tháng 2 năm 2026 បាទកម្មវិធីកាត់ខ្សែពុទ្ធឆ្លងប្រវត្តិនៅវត្តព្រំវិសាលថ្មីនាថ្ងៃទី23ខែ2ឆ្នាំ2026បាទជាខាងដើមខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះបជាព្រះតេជគុណព្រះធេរានុធេរៈគ្រប់ព្រះអង្គបាទនិងសូមគោរពដល់តំណាងស្ថាប័នរដ្ឋគ្រប់ចំថ្នាក់និងសូមគោរពចំពោះភ្ញៀវកិត្តិយសគណៈកម្មការពុទ្ធបរិស័ទទាំងឡាយជាទីគោរពបាទvà kính bạch chư tôn đức kính thưa quý đại diện lãnh đạo cơ quan ban ngành các cấp kính thưa quý chị khách quý cùng toàn thể ban quản trị Phật tử đã nhận thời gian quý báu đến dự buổi lễ sáng hôm nay.
ៀងរេស្មីជួថ្នត់ថ្លៃសបាក់សៃខៀវខ្ញាក្លិនពីដោតាមចំណោវាតាគុនគប់ចិនដាដែនសីមាភូមិខ្មែរស្ដាប់ឈ្មោះសែនពីរោះប្រំវីសាវត្តកេកាលមានជាង100ឆ្នាំខែច្រើនចំនួនខំជួយសាងជួយថែមួយថ្ងៃកាន់តែបានចម្រើនថ្លៃថ្លាប្រគុជមិនធ្លាប់បែកជាដែនដីជ័យពីសិនសំគីស្និទ្ធតាមកំណត់ចៅអធិការគ្រឹះថាច់ពិតកាត់បញ្ញាខំស្ថាបនាសម្រាប់ការយ៉ាងចំណាន23ខែកុម្ភៈនេះណាអញយ៉ាងយាយតែញាតមិត្តក្រុងប្រានបុញឆ្លងវិញហ៊ាននាំគ្នាកុំខានមកលេងកុំសានប្រាថ្នាសុំបានសុំអេសែងចែងចេះពីងរេស្មីជួថ្នត់ថ្លៃសបាក់សៃខៀវខ្ញាក្លិនពីដោតាមចំណោវាតាគុនគប់ចិនដាដែនសីមាភូមិខ្មែរស្ដាប់ឈ្មោះសែនពីរោះប្រំវីសាវត្តកេកាលមានជាង100ឆ្នាំខែច្រើនចំនួនខំជួយសាងជួយថែមួយថ្ងៃកាន់តែបានចម្រើនថ្លៃថ្លាប្រគុជមិនធ្លាប់បែកជាដែនដីជ័យពីសិនសំគីស្និទ្ធតាមកំណត់ចៅអធិការគ្រឹះថាច់ពិតកាត់បញ្ញាខំស្ថាបនាសម្រាប់ការយ៉ាងចំណាន23ខែកុម្ភៈនេះណាអញយ៉ាងយាយតែញាតមិត្តក្រុងប្រានបុញឆ្លងវិញហ៊ាននាំគ្នាកុំខានមកលេងកុំសានប្រាថ្នាសុំបានសុំអេគុជមិនធ្លាប់បែកជាដែនដីជ័យពីសិនសំគីស្និទ្ធតាមកំណត់ចៅអធិការគ្រឹះថាច់ពិតកាត់បញ្ញាខំស្ថាបនាសម្រាប់ការយ៉ាងចំណាន23ខែកុម្ភៈនេះណាអញយ៉ាងយាយតែញាតមិត្តក្រុងប្រានបុញឆ្លងវិញហ៊ាននាំគ្នាកុំខានមកលេងកុំសានប្រាថ្នាសុំបានសុំអេសង្ហាអោចាគ្មានពីក្លិនខ្លួននារីក្រអូពេកពុនប្រចោមសប្បាយលេបខាយកយកុនលួងចិត្តឲ្យតុនលន់តួអង្វរខ្ញុំពេញរូបឆោមប្រចោមមូលមីព្រួយប្រានសំភីព្រោះតែរូបល្អប្រស្រងឆាត់ឆាយដៃងាយលោកឡងឲ្យខ្ញុំភ័យអស្ទាវញោមលេះកុំឃើញខ្ញុំស្អាតណាស់ខ្ញុំនួចញញឹមកុំលបសង្ឃឹមថាខ្ញុំព្រមស្នេហ៍ចិត្តខ្ញុំមិនងាយដូចប្រកទេមុននឹងព្រមស្នេហ៍ឲ្យសមហេតុផងខ្ញុំលឺគេថាស្នេហ៍ដូចអាគីជួយថែញញោមញីរំភើបកន្លងខ្ញុំចង់ស្គាល់ដែរតែខ្លាចចិត្តបងប្រែចោលនួនល្អឲ្យរងទុកខាកុំឃើញខ្ញុំសើចខ្ញុំលួចញញឹមកុំលបសង្ឃឹមថាខ្ញុំព្រមស្នេហ៍ចិត្តខ្ញុំមិនងាយដូចប្រកទេមុននឹងព្រមស្នេហ៍ឲ្យសមហេតុផងខ្ញុំលឺគេថាស្នេហ៍ដូចអាគីជួយថែញញោមញីរំភើបកន្លងខ្ញុំចង់ស្គាល់ដែរតែខ្លាចចិត្តបងប្រែចោលនួនល្អឲ្យរង
Nam mô Bổn sư Thích Ca Mâu Ni Phật. Kính bạch chư tôn đức, hòa thượng, thượng tọa, đại đức, các vị trụ trì thân mến. Kính thưa quý vị lãnh đạo, quý vị đại biểu, quý vị Phật tử gần xa kính mến. Sau hơn 3 thập kỷ tồn tại, trước sự xuống cấp trầm trọng của ngôi chánh điện cũ, chùa Prom Visal đã chính thức hoàn tất quá trình trùng tu sau 3 năm nỗ lực xây dựng. Nhờ sự đồng lòng của sư trụ trì, ban quản trị và quý Phật tử gần xa, ngôi chánh điện đến nay đã mang một diện mạo mới khang trang, đáp ứng nhu cầu tăng sự và tu tập. Đây là niềm tự hào và là dấu mốc quan trọng trong lịch sử phát triển của chùa, khẳng định sự gắn kết bền bỉ của cộng đồng trong việc giữ gìn cơ sở thờ tự thiêng liêng. Căn cứ công văn 1017 ngày 28 tháng 11 2025 của Sở Dân tộc và Tôn giáo thành phố Cần Thơ về việc tiếp nhận thông báo lễ hoàn công chánh điện chùa Prom Visal, xã Lệ Thọ Thượng, thành phố Cần Thơ. Hôm nay, ngày thứ Hai, ngày 23 tháng 2 2026, dưới sự chứng minh của quý vị hòa thượng, thượng tọa, đại đức trụ trì các chùa, quý vị lãnh đạo, chính quyền các cấp, chùa Prom Visal long trọng tổ chức lễ cắt băng khánh thành chánh điện để chính thức đưa vào sử dụng. Đó là lý do buổi lễ hôm nay nhiệt liệt hoan nghênh. អភិវឌ្ឍបន្ទាន់កាយក្រាបថ្វាយបង្គំប្រជុំ3នៃបត្រៃរដ្ឋមានប្រពុតប្រធមប្រសង់ជាទីពឹងទីរលឹកសូមអភិវឌ្ឍបន្ទាន់កាយក្រាបថ្វាយបង្គំប្រពជាដែលជាសូមេធាទុបដីប្រសង់នាយករករងនិងប្រធានសមាគមប្រសង់សាមគ្គីស្នេហាជាតិក្រុមព្រមទាំងបតីជគុណប្រពជាព្រះចៅអធិការនៅគណៈអាចារ្យត្រៃសមាគមប្រសង់សាមគ្គីស្នេហាជាតិទីក្រុងកន្ទើសូមគោរពដល់គណៈតំណាងរដ្ឋគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញរួមក្នុងកម្មវិធីកាត់សេបូនៅវត្តព្រំពិសាលឃុំលិតថយធឿងក្នុងពេលនេះក្នុងនាមខ្ញុំកណ្ដាលអាត្មាភាពតំណាងឲ្យសមាគមប្រសង់សាមគ្គីស្នេហាជាតិទីក្រុងកន្ទើក៏សូមស្ងើចសរសើរចំពោះនៅព្រះចៅអធិការព្រមទាំងគណៈកម្មការវត្តនិយាយតាមប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានចំណាយនៅថវិកាកម្លាំងកាយកម្លាំងចិត្តដើម្បីនឹងជួយដល់រោងឧបោសថាគារព្រះវិហារជួសជុលក្នុងរយៈកាល3ឆ្នាំពេលនេះបានជោគជ័យជាសម្រេចជាស្ថាពរក្នុងនាមខ្ញុំប្រកាសអាត្មាភាពយល់ឃើញថាពេលវេលានេះគឺថាក្រោយអំពីចូលឆ្នាំវៀតណាមបានអបអរសាទរប្រសិទ្ធិពរឆ្នាំថ្មីសេរីសួស្តីក៏ជាថ្ងៃដំបូងបង្អស់ដែលរដ្ឋាភិបាលព្រមទាំងបងប្អូនគ្រប់ជាន់ថ្នាក់បានចូលសិក្សាជាថ្ងៃដំបូងក្នុងឆ្នាំដំបូងឆ្នាំ2026អញ្ចឹងទេខ្ញុំប្រកាសអាត្មាភាពយល់ឃើញថាទីក្រុងកន្ទើថ្មីសប្តាហ៍គឺថាបូកសរុបជាមួយនឹងខេត្តហៅយ៉ាងចាស់កន្ទើចាស់សុកចាំងចាស់ខ្លាយជាទីក្រុងកន្ទើមានអារាមដ្ឋាននៃវត្តចំនួន120វត្ត37សាលាទានចំនួនប្រសង់ជាង2210ព្រះអង្គនិងវត្តអារាមគិតទៅស្ថិតិប្រជាជនជិត420,000 នាក់អត្រាភាពគឺថាខ្ពស់បំផុតនៅវារៀបសណ្ដោកូឡុងហេតុដូច្នេះហើយទីក្រុងកន្ទើថ្មីតួនាទីរបស់សមាគមសង្ឃត្រូវតែយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់សង្គមប្រជាជនខ្មែរយើងធ្វើយ៉ាងដូចម្តេចមានគោលនយោបាយយ៉ាងត្រឹមត្រូវដើម្បីនឹងជួយលើកស្ទួយនៅជីវភាពរស់នៅរបស់ប្រជាជនខ្មែរមានការងារធ្វើត្រឹមត្រូវដើម្បីនឹងអភិវឌ្ឍនៅសង្គមគ្រួសារទី2គឺថាអភិរក្សវប្បធម៌អរិយធម៌រក្សាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីជីដូនជីតាកុងមកទុកមកទី3គឺថាវិស័យខាងអប់រំធ្វើយ៉ាងដូចម្តេចប្រមូលឲ្យប្រសង់យើងនឹងទៅនឹងបួស
រៀនសិក្សារៀនសូត្រនៅភាសាខ្មែរអប់រំរហូតទៅដល់ពុទ្ធិកបឋមសិក្សាបាលីទី1ទី2ទី3រហូតទៅដល់មធ្យមសិក្សាសាលាបាលីជាន់ខ្ពស់និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរទន្ទឹមនឹងនោះគឺថាចលនាឲ្យតាមវត្តតាមអារាមក្នុងវិសមកាល3ខែគៀងកូនចៅខ្មែរសិក្សារៀនសូត្រភាសាខ្មែរគោលនយោបាយរបស់បកនឹងរដ្ឋយកចិត្តទុកដាក់ជួយឧបត្ថម្ភទៅដល់លោកគ្រូអ្នកគ្រូដែលជាអ្នកបង្ហាត់បន្តទៀតគឺថាធ្វើយ៉ាងដូចម្ដេចនៅសង្គមមានភាពសាមគ្គីរវាងជនជាតិខ្មែរចិនវៀតណាមធ្វើយ៉ាងដូចម្ដេចយើងបន្ថយនៅភាពអសកម្មនៅក្នុងសង្គមឲ្យមានភាពសាមគ្គីធម៌ល្អហើយយើងរក្សាខ្ជាប់នៅច្បាប់របស់រដ្ឋច្បាប់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិព្រមទាំងច្បាប់របស់មូលដ្ឋានធ្វើយ៉ាងដូចម្ដេចឲ្យមានភាពរីកចម្រើនតទៅអនាគត
។